សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะនមត្ថរតនតយសៈវន្ទាមិខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងផងអញ្ជលីគោរពសំពះនមស្ការចំពោះព្រះជន្ម3នៃគុណព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់ពងពោះអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពមួយចំណែកលើទៀតនោះក៏សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះលោកគ្រូធម្មយាចាគ្រប់រូបគ្រប់ប្រាណលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសកុមារាកុមារីយុវជនយុវតីបងប្រុសបងស្រីសិស្សានុសិស្សអដ្ឋកោវត្តនិស្សិតបញ្ញវន្តទាំងអស់ដែលមានវត្តមាននៅក្នុងមហារោងបុណ្យក៏ដូចជាឮតាមសម្លេងឃោសនាសាស្ត្រហៅថាសម្លេងមីក្រូនាវេលាគ្រាឱកាសនេះដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពរោគាចេវ័នអន្តរាយាចឧបាណាចេឧបតវាពុទ្ធាតេអានុភាវេនៈដោយអានុភាពនៃកិរិយាតាំងបត់នមស្ការមានព្រះពុទ្ធរតនៈជាដើមប៉ុណ្ណេះនេះក៏សូមការពារបញ្ជាបងនៅឧបទ្រពឧបវន្តរាយទាំងឡាយទាំងពួងដែលកើតមាននៅក្នុងសន្តានចិត្តដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសក៏សូមឲ្យចង្រៃនិងឧបទ្រពជាដើមនោះចូលដល់នៅសេចក្តីវិនាសបាត់បង់ចាប់តាំងពីថ្ងៃនេះតរៀងទៅតតនន្តរង្ខមង្ទេសេសាមិទីតីបន្តពីការប្រពធ្វើបទនមស្ការអាយ៉ា3បទលោកយាយព្រមដោយពិរោះសង្ខេបបែបរៀងខ្លីនេះទៅក៏តម្រែតម្រូវតម្រង់មកដល់រូបអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរាមនរាគួងនៅក្នុងទីអារាមវត្តចូលក៏បានទូនាទីអំពីសំណាក់លោកគ្រូធម្មយាចាគ្រប់រូបគ្រប់ប្រាណលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសទាំងអស់ក៏បានរតនានិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរាមនរាដើម្បីចូលខ្លួនខ្លាខ្លែងសម្ដែងនៅពធទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីសន្តាប់ដើម្បីទទួលយកនៅកុសលផលអានិសង្សតាមនិស័យជ្រះថ្លារៀងខ្លួននាវេលាគ្រាឱកាសនេះកម្មវិធីបុណ្យបានប្រពធ្វើនៅក្នុងភូមិដងព្រះឃុំដងសស្រុកស្វាយជ្រុងខេត្តស្វាយរៀងកម្មវិធីបុណ្យបានប្រពធ្វើត្រូវនៅថ្ងៃទី14ខែ11ឆ្នាំ2025ត្រូវនៅព្រះពុទ្ធសករាជ2569កម្មវិធីបុណ្យនេះទៀតសោតមានឈ្មោះថាកម្មវិធីបុណ្យជាបណកិច្ចតក្ខណានុបទានរបស់ញោមស្រីឧបាសិកាកងននដែលលោកបានធ្វើការមរណៈទៅកាន់ប្រាក់លោកខាងមុខនោះនៅក្នុងជនអាយុ71ឆ្នាំចឹងទៅនោះនៅក្នុងថ្ងៃនេះស្វាមីព្រមទាំងកូនប្រុសកូនស្រីកូនប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតញាតិមិត្តតាច់សាលហិតអ្នកស្រុកអ្នកភូមិអ្នកផងលបងជាមួយទាំងអស់គឺលោកមានសេចក្តីទុក្ខក្រីមក្រំជាពុនពេកដោយសារតែបាត់បង់ភរិយាជាទីស្រឡាញ់បាត់បង់អ្នកម្ដាយជាទីស្រឡាញ់បាត់បង់លោកយាយជាទីស្រឡាញ់បាត់បង់ញាតិបាត់បង់បងបាត់បង់ប្អូនបាត់បង់ឧបាសិកាកងននជាទីស្រឡាញ់របស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសហើយការបាត់បង់លើកនេះគឺមិនមែនបាត់បង់ដូចយើងលាគ្នាទៅបំពេញកិច្ចការងារនៅកញ្ចេះបាត់ដំបងស្ទឹងត្រែងភ្នំពេញរយៈពេល1ខែ2ខែ1ឆ្នាំ2ឆ្នាំហើយវិលត្រឡប់មកដើមអនុស្សាវរីយ៍និយាយស្ដីឬមួយក៏ប្រកបកិច្ចការងារជាមួយគ្នាវិញបានទេការបាត់បង់លើកនេះគឺបាត់បង់ដោយមរណភាពហៅថាសេចក្តីស្លាប់អញ្ចឹងទៅនោះលទ្ធផលចុងក្រោយគឺបន្សល់ទុក
ត្រឹមតែឆ្អឹងមួយចានឬមួយក៏ឆ្អឹងមួយជាឆ្អឹងមួយធាតុសម្រាប់ស្វាមីនិងកូនប្រុសស្រីបងប្អូនប្រុសស្រីគោរពធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីដែលខ្លួនឯងគោរពរៀងខ្លួនតែប៉ុណ្ណោះហើយបើយើងនិយាយអំពីសេចក្តីស្លាប់នេះគ្មាននរណាម្នាក់កិច្ចផុតរួចបានទេណាញាតិញោមណោះញាតិញោមអញ្ជើញស្ដាប់ធម៌ក៏គួងតែស្លាប់អង្គខ្ញុំបកណាអាត្មាភាពអ្នកសម្ដែងធម៌ទេសនានឹងក៏គួងតែស្លាប់ដូចគ្នាគ្រាន់តែថាមុនហើយនឹងក្រោយយូរហើយនឹងឆាប់តែប៉ុណ្ណោះទៅតាមអំណាចនៃបុណ្យកុសលដែលយើងបានដាំដែលយើងបានធ្វើទាំងអតីតជាតិនិងបច្ចុប្បន្នជាតិរបស់យើងបើសិនជាយើងធ្វើបុណ្យបានច្រើនទៅអានឹងយើងក៏មានអាយុវែងទៅតាមនឹងទៅហើយបើសិនជាយើងធ្វើបុណ្យបានតិចអានឹងយើងក៏បានអាយុទៅតាមកម្លាំងបុណ្យរបស់យើងទៅចឹងហើយបានតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកសមុតតមិច្ឆេអ្នកអន្តលក្ខេអ្នកបបតាណាំងសេចក្តីស្លាប់នេះបើសិនជាមកដល់បុគ្គលណាហើយបុគ្គលនោះមិនអាចតវ៉ាមិនអាចតថ្លៃមិនអាចយកឈ្នះនៅម៉ាច់ចុកឬមួយក៏យមបាលនឹងបានទេទោះបីរត់កិច្ចទោះបីរត់ពូនទៅកន្លែងនេះទៅកន្លែងនោះក៏ម៉ាច់ចុកប្រើយមបាលទៅផ្ដាច់អាយុជីវិតរបស់យើងទាល់តែបានចឹងហើយបានតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងទៀតថាសេចក្តីស្លាប់របស់យើងនឹងគឺផុយស្រួយណាស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសដូចស្លឹកឈើដែលមានពណ៌លឿងអញ្ចឹងស្លឹកឈើដែលមានពណ៌លឿងញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសដឹងហើយឃើញហើយគឺងាយជ្រុះងាយរុះចេញពីដើមណានៅគណៈពេលដែលប៉ះខ្យល់នៅគណៈពេលដែលមានអ្នកអង្រូននៅគណៈពេលដែលមេឈើធ្លាក់លើគឺស្លឹកឈើដែលមានពណ៌លឿងហ្នឹងគឺរុះមុនហើយយ៉ាងណាមិញអាយុជីវិតរបស់យើងក៏អញ្ចឹងដែរពេលខ្លះថ្ងៃនេះជួបជុំបងប្អូនញាតិមិត្តកូនចៅជួបជុំយាយតានិយាយស្ដីសើចអះអាយថ្ងៃស្អែកឬមួយក៏ខែក្រោយឆ្នាំក្រោយឡើងបានជួបគ្នាឡើងបាននិយាយគ្នាក៏មានដែរថ្ងៃនេះញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសបានជួបម៉ែជួបឪជួបយាយជួបតាថ្ងៃក្រោយញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសឡើងជួបក៏ថាបានដែរដោយសារអីដោយសារតែសេចក្តីស្លាប់នេះអត់មានរើសថ្ងៃអត់មានរើសពេលអត់មានរើសវេលាឬមួយក៏អត់មានគិតថាអ្នកទៀបអ្នកខ្ពស់អ្នកក្រអ្នកមានអ្នកល្អអ្នកអាក្រក់អ្នកសអ្នកខ្មៅទេឲ្យតែសេចក្តីស្លាប់នឹងមកដល់ហើយគឺយើងត្រូវតែស្លាប់ទាំងអស់គ្នាណាញាតិញោមណាហើយញាតិញោមក្តីអង្គខ្ញុំបកណាអាត្មាភាពក្តីគឺកំពុងតែកាន់បានសម្គាល់ខ្លួនម្នាក់មួយកាន់បានសម្គាល់ខ្លួនម្នាក់មួយនឹងយ៉ាងម៉េចគឺបានរបស់មច្ចុរាជបើសិនជាមច្ចុរាជគេចុចចំឲ្យលេខបានរបស់យើងហ្នឹងគឺគេយកយើងទៅហើយយើងអត់អាចប្រកែកយើងអត់អាចតវ៉ាយើងអត់អាចសុំពេលនេះសុំពេលនោះជាមួយនឹងមច្ចុរាជបានទេដូចញោមស្រីឧបាសិកាកងណនអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសមើលបើសិនជាយើងនិយាយស្រួលស្ដាប់ទៅស្វាមីកូនប្រុសស្រីបងប្អូនញាតិមិត្តមិនចង់ឲ្យគាត់ឃ្លាតចេញទៅទេក៏ប៉ុន្តែធ្វើម៉េចមច្ចុរាជហើយផលបុណ្យរបស់គាត់ដាំបានប៉ុណ្ណឹងអាយុរបស់គាត់បានប៉ុណ្ណឹងគឺគាត់ត្រូវលាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសតែត្រឹមនឹងឯងក៏ប៉ុន្តែបើសិនជាកាលគាត់នៅមានជីវិតនៅរស់គាត់ខិតខំប្រឹងប្រែងធ្វើបុណ្យធ្វើទានខ្នះខ្នែងសន្សំទានសន្សំកុសលអានឹងបុណ្យកុសលនឹងអាចยึดយោងដួងវិញ្ញាណក្ខន្ធរបស់គាត់ឲ្យយោងយកកំណើតកើតនៅទីដ៏ពងពោះដោយអំណាចបុណ្យកុសលរបស់គាត់ណាមួយហើយបើសិនជាគាត់មិនបានធ្វើបុណ្យមិនបានធ្វើទានច្រើនទេត្រង់ចំណុចនេះគឺគាត់រងចាំញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដែលជាស្វាមីដែលជាញាតិដែលជាមិត្តដែលជាបងដែលជាប្អូនដែលជាកូនដែលជាចៅហ្នឹងធ្វើបុណ្យធ្វើទានឧទ្ទិសជូនដល់គាត់កាលណាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសអញ្ជើញធ្វើបុណ្យធ្វើទានជូនដល់គាត់ទៅបុណ្យនឹងយោងយកកំណើតនឹងឲ្យគាត់ទៅកើតនៅទីដ៏ពងពោះដោយអំណាចនៃបុណ្យកុសលរបស់គាត់ផងនិងអំណាចនៃបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសផងហើយញាតិញោមក្តីអង្គខ្ញុំបកណាអាត្មាភាពក្តីឃើញហើយអ្នកដែលស្លាប់ទៅអត់មាននរណាម្នាក់យកគោម្នឹមយកស្រែម្ទីមាសមជីលុយមលៀនទ្រព្យសម្បត្តិរបស់របរដែលខ្លួនឯងស្រឡាញ់ទៅតាមបានទេកើតមកខ្លួនទៅទេស្លាប់ទៅវិញក៏ខ្លួនទៅទេកើតមកដោយមិនអាចយកអ្វីមកតាមខ្លួនបានស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅតាមខ្លួនវិញបានដែរអញ្ចឹងគាត់កើតមកដោយអំណាចនៃផលបុណ្យរបស់គាត់ស្លាប់ទៅវិញក៏ដោយអំណាចនៃផលបុណ្យរបស់គាត់ដែរអញ្ចឹងហើយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសសាពិ
ចារណាមើលទៅហើយសាកគិតមើលទៅថាតើមាននរណាម្នាក់ដែលស្លាប់ទៅហើយយករបស់ដែលខ្លួនឯងស្រឡាញ់បំផុតនោះទៅតាមបានទេគឺអត់មានទេណាញាតិញោមចំពោះបរិស័ទប្រិយប្រុសណាគឺមានតែបុណ្យគឺមានតែកុសលគឺមានតែផលកម្មដែលខ្លួនឯងបានធ្វើដែលខ្លួនឯងបានបំពេញតែប៉ុណ្ណោះចឹងហើយបានតែព្រះសម្មាសម្ពុទ្ធលោកទ្រង់ត្រាស់សម្ដែងទៀតថាកម្មសៈកោមហេកម្មទាយតោកម្មយោនិកម្មពន្ធុកម្មបដិសារណាយ៉ាងកម្មភវិសតេអញ្ចឹងផលកម្មឬមួយក៏ផលបុណ្យនេះគឺជាអ្នកយិត្តយោងគឺជាអ្នកបង្ហាញគឺជាអ្នកបើកផ្លូវឲ្យញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទៅតាមអំណាចនៃបុណ្យនៃកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសហើយបើសិនជាយើងធ្វើបុណ្យធ្វើទានញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសមិនចាំបាច់គិតពេលគិតវេលាទេណាញាតិញោមណាមានពេលណាយើងធ្វើពេលហ្នឹងមានឱកាសធ្វើបុណ្យពេលណាញាតិញោមធ្វើពេលហ្នឹងទៅអានេះគឺយើងសន្សំបុណ្យទុកនៅក្នុងធនាគារព្រះយើងសន្សំបុណ្យសម្រាប់ខ្លួនឯងដូចញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសសន្សំនៅថវិកាដើម្បីទុកប្រើប្រាស់ទៅថ្ងៃខាងមុខឬមួយក៏ទុកស្គូសម្រាប់ពេលឈឺស្កាត់ឬមួយក៏ទុកសម្រាប់ទិញរបស់ទិញរបស់ដែលខ្លួនឯងស្រឡាញ់គឺយើងមិនចាំបាច់ចាំថាពេលនេះពេលនោះទេយើងរកបានតិចយើងសន្សំតិចយើងរកបានច្រើនយើងសន្សំច្រើនពេលដែលយើងចង់បានអ្វីមួយគឺយើងមានលុយស្រាប់យើងមានរបស់របរយើងស្រាប់យ៉ាងណាមិញបុណ្យកុសលក៏អញ្ចឹងដែរបើសិនជាញាតិញោមជាពុទ្ធបរិស័ទគិតថាតន់មានជីវិតតន់មានអាយុតន់មានពេលតន់មានវេលាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសខិតខំប្រឹងប្រែងធ្វើបុណ្យធ្វើទានខ្លះសន្សំទុកខ្លះដោយពាក្យមួយគេថាអញ្ចេះកុំលឺលោកទេសនាថាធ្វើបុណ្យញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសធ្វើឲ្យអស់ពីខ្លួនតាមកាពិតទៅការធ្វើបុណ្យមិនមែនអញ្ចឹងទេណាញាតិញោមណាពាក្យថាធ្វើបុណ្យបើសិនជាយើងចង់ឲ្យបានសុខទាំងបច្ចុប្បន្ននិងអនាគតគឺយើងធ្វើបុណ្យបែបអញ្ចេះបើសិនជាយើងរកបាន 10% យើងធ្វើបុណ្យត្រឹមតែ 2% សល់ 8% ទៀតយើងសម្រាប់ធ្វើផ្ទះសម្បែងកន្លែងរស់នៅស្អាតទិញសម្លៀកបំពាក់ស្រីពាក់ស្អាតទិញអាហារហូបចុកឆ្ងាញ់យើងទុកសម្រាប់សគូសម្រាប់ពេលយើងឈឺស្កាត់យើងទុកតម្កល់នៅផ្ទះនៅសម្បែងពេលយើងមានឧបសគ្គពេលយើងមានបញ្ហាជួបឧបទ្ទហេតុណាមួយគឺយើងមានប្រាក់កម្រៃសម្រាប់យិត្តយោងជួយនៅក្នុងសរីរៈរាងកាយរបស់យើងហើយបុណ្យ 2% ដែលយើងសន្សំតិចនោះពេលដែលយើងស្លាប់ទៅយើងបានបុណ្យបានកុសលស្រាប់សម្រាប់ខ្លួនឯងទោះបីកូនប្រុសកូនស្រីធ្វើបុណ្យច្រើនក្តីតិចក្តីជូនយើងក៏ជាអំណាចបុណ្យកុសលមួយដល់ឧត្តមឧត្តមសម្រាប់ជួយយើងឲ្យទៅជាខាងមុខនឹងបានសុខបានស្រួលដែរហើយតែចាំថាចាំអាយុចិត្តទៅចាំធ្វើបុណ្យចាំអាយុបែទៅចាំធ្វើបុណ្យអត់ទេណាញាតិញោមណាតែសារតែពេលវេលានៃសេចក្តីស្លាប់នេះគឺអត់មានចាំយើងថាចាំពេលបែចាំពេលកាយចាំពេលស្ចិត្តបានស្លាប់នោះទេអញ្ចឹងទេនោះនៅក្នុងថ្ងៃនេះបុណ្យរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសគឺបុណ្យជាបណកិច្ចនិងបុណ្យតក្កណានុបទានអញ្ចឹងពាក្យថាជាបណកិច្ចញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបានឃើញហើយក៏បានអញ្ជើញធ្វើហើយតាមរយៈលោកគ្រូធម្មយាចារ្យលោកបានដឹកនាំញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបុណ្យជាបណកិច្ចគឺជាភាសាបាលីបើសិនជាយើងប្រែសេចក្តីមកជាភាសាខេមរៈជាតិយើងមានន័យថាកិច្ចរៀបចំទុកដាក់សពអញ្ចឹងកិច្ចរៀបចំទុកដាក់សពនេះញាតិញោមបានរៀបចំទុកដាក់សពទៅតាមទលាមទលាប់ប្រពៃណីនៃព្រះពុទ្ធសាសនាក៏ដូចជាប្រពៃណីរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយើងដែលបានជឿដែលបានជាដែលបានធ្វើកន្លងមកហើយគ្រូធម្មយាចារ្យលោកក៏បានដឹកនាំញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសហើយបើអញ្ចឹងទេនោះអាត្មាភាពមិនចាំបាច់ជម្រាបញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសច្រើនទេអញ្ចឹងទេនោះបុណ្យមួយទៀតគឺបុណ្យតក្កណានុបទានបុណ្យតក្កណានុបទាននេះគឺសំខាន់ណាស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសមិនថាអ្នកស្លាប់យូរហើយក្តីមិនថាអ្នកស្លាប់ថ្មីក្តីគឺអាស្រ័យទៅលើបុណ្យតក្កណានុបទានរបស់អ្នកដែលមានជីវិតស្រស់រស់នៅនឹងពាក្យថាតក្កណានុបទាននេះមានន័យថាតាមឧទ្ទិសតាមបំពេញតាមចែកតាមរំលែកតាមជូនអញ្ចឹងទោះបីគាត់ស្លាប់ទៅយូរហើយក្តីថ្មីក្តីគឺអាស្រ័យទៅលើបុណ្យកុសលរបស់កូនប្រុសស្រីញាតិប្រុសស្រីដែលមានជីវិតស្រស់រស់នៅធ្វើបុណ្យបំពេញទានមានចិត្តធានឹកនាដល់គាត់ឧទាហរណ៍ដូចនៅក្នុងថ្ងៃនេះអញ្ចឹងញោមប្រុសដែលត្រូវជាស្វាមីកូនប្រុសស្រីញាតិមិត្តបានធ្វើបុណ្យជូនគាត់ទៅតាមទលាមទលាប់ប្រពៃណីក៏ដូចជាតាមរយៈព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុណ្យកុសលឲ្យបានដល់អ្នកស្លាប់នឹងគឺមាន3យ៉ាងរូបមន្តទាំង3នោះទី1
គឺតេខណៃយសម្បទាយាបើសិនជាញាតិញោមចង់ជួយធ្វើបុណ្យធ្វើទានឲ្យបានសម្រេចដល់អ្នកស្លាប់គឺញាតិញោមត្រូវធ្វើតាមរយៈអ្នកដែលមានសិលដូចនៅក្នុងថ្ងៃហ្នឹងអញ្ចឹងគឺញាតិញោមមានការអញ្ជើញលោកគ្រូធម្មអាចារ្យញាតិញោមមានការនិមន្តព្រះសង្ឃដើម្បីចូលរួមកិច្ចកម្មវិធីបុណ្យរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសពិតណាស់បុណ្យកុសលនេះនឹងបានកើតនឹងបានមានដូចជាថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាសង្ឃោលោកេសុខេតាំងវបជិមហន្តចលាំងព្រះសង្ឃនិងលោកគ្រូធម្មអាចារ្យលោកយាយលោកតាឧបាសកឧបាសិកាអ្នកមានធម៌អាត្រាវិន័យសិល5សិល8គឺជាយានជំនិះគឺជាស្រែបុណ្យសម្រាប់ដឹកជញ្ជូនទ្រព្យសម្បត្តិធនធានលុយកាក់របស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដែលមានចិត្តសទ្ធានឹកនាដល់ម៉ែនឹកនាដល់ឪនឹកនាដល់បងប្អូនដែលគាត់បានស្លាប់ហើយនោះធ្វើតាមរយៈអ្នកដែលមានសិលហើយកាលណាញាតិញោមបានជួយធ្វើតាមអ្នកដែលមានសិលហើយទី2គឺទាយកានាងឧទ្ទិសសេនៈអញ្ចឹងទាយកានាងឧទ្ទិសសេនៈនេះគឺចង់សបញ្ជាក់ថាទាយុះទាយកាដែលត្រូវជាញាតិជាមិត្តជាបងជាប្អូនជាកូនជាចៅទាំងអស់គឺញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសធ្វើបុណ្យតិចក្តីច្រើនក្តីធំក្តីតូចក្តីកុំភ្លេចឧទ្ទិសដោយសារតែអ្នកស្លាប់អាស្រ័យទៅលើញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសឧទ្ទិសជូនទើបគាត់អាចទទួលអនុមោទនាបុណ្យកុសលអំពីសំណាក់ញាតិញោមបានអញ្ចឹងញាតិញោមត្រូវតែកក់ខើត្រូវតែនឹកនាឧទាហរណ៍ថាញោមស្រីឧបាសិកាកងននឬមួយក៏ញាតិរបស់ញាតិញោមឈ្មោះកខកខងអីចឹងទៅញាតិញោមអញ្ជើញឧទ្ទិសអញ្ជើញគាត់ឲ្យមកទទួលបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទើបគាត់អាចបានទទួលបុណ្យកុសលរបស់ញាតិញោមហើយបើសិនជាយើងធ្វើបុណ្យដែរក៏ប៉ុន្តែភ្លេចឧទ្ទិសដូចនៅក្នុងសម័យពុទ្ធកាលគឺរឿងព្រះបាទពងវិសាលព្រះបាទពងវិសាលធ្វើបុណ្យធ្វើទានដូចញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសនៅក្នុងគណៈពេលហ្នឹងអញ្ចឹងក៏ប៉ុន្តែព្រះបាទពងវិសាលលោកភ្លេចឧទ្ទិសដល់ពេលភ្លេចឧទ្ទិសទៅញាតិរបស់គាត់ហ្នឹងអត់បានទទួលបុណ្យកុសលពីព្រះបាទពងវិសាលទេអញ្ចឹងហើយតើតែព្រះបាទពងវិសាលធ្វើបុណ្យម្ដងទៀតហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គក៏ប្រោះនៅព្រះធម៌ទេសនាប្រាប់ព្រះបាទពងវិសាលថាចូលព្រះរាជាធ្វើបុណ្យលើកនេះត្រូវតែឧទ្ទិសត្រូវតែចែករំលែកបុណ្យកុសលនេះឲ្យដល់ញាតិទើបញាតិរបស់លោកបានទទួលអញ្ចឹងទៅព្រះបាទពងវិសាលក៏ធ្វើបុណ្យដូចញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសជួយធ្វើពេលហ្នឹងអញ្ចឹងធ្វើឲ្យលោកឧទ្ទិសធ្វើឲ្យលោកអញ្ជើញញាតិរបស់គាត់ឲ្យមកទទួលអនុមោទនាញាតិរបស់គាត់ហ្នឹងក៏បានទទួលហើយបានយោងយកកំណើតកើតនៅឋានទេវលោកអស់ទៅនេះគឺជារឿងទី2គឺចង់សបញ្ជាក់ជំរាបជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសយើងទាំងអស់គ្នាត្រូវតែឧទ្ទិសណាញាតិញោមណាហើយទី3បេតណាំងអនុមោទនានេះអញ្ចឹងកាលណាញាតិញោមជាពុទ្ធបរិស័ទជួយធ្វើបុណ្យធ្វើទានបានឧទ្ទិសបានធ្វើតាមរយៈអ្នកដែលមានសិលហើយពិតណាស់អ្នកស្លាប់គាត់នឹងមកទទួលគាត់នឹងអនុមោទនាបុណ្យកុសលអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាហើយបានយោងយកកំណើតកើតទីដល់ពងពោះក៏ប៉ុន្តែតាមអង្គខ្ញុំប្រកាសណាអាត្មាភាពដឹងញោមស្រីឧបាសិកាកងននរយៈពេលអាត្មាភាពបុស្សរៀន14ឆ្នាំ15ឆ្នាំនៅក្នុងឆ្នាំនេះគឺអាត្មាភាពឃើញញោមស្រីកងននលោកធ្វើបុណ្យធ្វើទានណាលោកបានធ្វើបុណ្យធ្វើទានតាមទីអារាមវត្តតាមទីផ្ទះសម្បែងជាមួយនឹងញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសគឺអាត្មាភាពអតាជួបអតាឃើញនៅគណៈពេលដែលអាត្មាភាពនិមន្តមកបុណ្យនៅក្នុងភូមិដងព្រះយើងគឺតែងតែជួបញោមស្រីកងននអញ្ចឹងទេនោះសង្ឃឹមថាបុណ្យកុសលរបស់គាត់នឹងបានយោងយកកំណើតរបស់គាត់ឲ្យទៅកើតនៅទីដ៏ខ្ពង់ខ្ពស់រស់សុខស្រួលនៅឋានទេវលោកទីដ៏ខ្ពង់ខ្ពស់ហើយបើសិនជាអំណាចបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសបានធ្វើបានបំពេញបានឧទ្ទិសបានជូនដល់គាត់ទៀតអានឹងកាន់តែល្អណាញាតិញោមណាកាន់តែល្អយ៉ាងម៉េចញាតិញោមជាពុទ្ធបរិស័ទបានធ្វើបុណ្យបានធ្វើទានជូនគាត់នឹងឧទាហរណ៍ថាបើសិនជាគាត់កើតជាមនុស្សគាត់អាចទៅយោងយកកំណើតកើតទីដ៏ខ្ពង់ខ្ពស់រស់សុខស្រួលកើតនៅក្នុងតកូលអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំមានលុយមានកាក់មានមាសមានប្រាក់មានអាហារហូបចុកមានផ្ទះសម្បែងកន្លែងរស់នៅដោយអំណាចបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសផងដោយអំណាចបុណ្យកុសលរបស់គាត់ដែលគាត់បានធ្វើបានបំពេញខ្លួនឯងផងត្រង់ចំណុចនេះហើយគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ថាអំណាចនៃបុណ្យកុសលនេះគឺឲ្យផលបុណ្យនឹងខុសគ្នាណាញាតិញោមណាញាតិញោមសាពិចារណាអញ្ចេះមិនថាត
តែនៅក្នុងភូមិយើងនៅក្នុងភូមិដងព្រះភូមិអាត្មាភាពព្រៃរកាភូមិសោទេញាតិញោមជាពុទ្ធបរិស័ទនៅភូមិណាណាក៏យើងអាចជួបក៏យើងអាចឃើញបានដែរទារកខ្លះគាត់មានបុណ្យមិនទាន់កើតចេញពីផ្ទៃរបស់អ្នកម្ដាយផងនិយាយពីថាអ្នកម្ដាយលោកឪពុកញាតិមិត្តបងប្អូនកូនចៅម៉ែឪយាយតាសប្បាយចិត្តរីករាយចង់ឃើញមុខកូនចង់ឃើញមុខចៅគ្រាន់តែកូនចៅប្រសូតចាក់ចេញផ្ទៃមកយាយតាម៉ែឪបងប្អូនសប្បាយចិត្តរីករាយចងដៃចងជើងយកប្រាក់យករបស់យករបស់មានដីមានស្រែមានផ្ទះមានសម្បែងកន្លែងរស់នៅស្រាប់ស្អាតបាតអាហារហូបចុកឆ្ងាញ់ក៏ប៉ុន្តែបើសិនជាយើងក៏លេងទៅមើលទៅរកម្យ៉ាងទៀតទៅរកខ្លះគាត់មិនសូវមានបុណ្យគាត់បានកំណើតកើតជាមនុស្សដែរណាញាតិញោមណាក៏ប៉ុន្តែពេលខ្លះមិនទាន់កើតចេញពីផ្ទៃរបស់ម្នាក់ម្ដាយផងគាត់ពិបាកបាត់ទៅហើយពិបាកយ៉ាងម៉េចពេលខ្លះខ្វះអាហារឧបត្ថម្ភពេលខ្លះម្ដាយគ្មានអាហារឆ្ងាញ់ហូបដើម្បីបំពេញសុខភាពដើម្បីសុខភាពខ្លួនឯងនិងកូននៅក្នុងផ្ទៃទេពេលខ្លះកូនប្រសូតចេញពីផ្ទៃមករកតែកណាត់ជូតខ្លួនស្ទើរតែមិនបានពេលខ្លះប្រសូតចេញមករកតែអាហារហូបចុក3ពេលស្ទើរតែមិនបានពេលខ្លះប្រសូតចេញមករកតែផ្ទះសម្បែងកន្លែងរស់នៅឲ្យបានត្រឹមត្រូវក៏មិនបានពេលខ្លះប្រសូតចេញមករកតែសេចក្តីសុខស្ទើរតែមិនមានផងត្រង់កន្លែងនឹងហើយបានតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកដែលមានបុណ្យហើយអ្នកដែលអត់បុណ្យពេលខ្លះបានកើតជាមនុស្សដូចគ្នាដែរក៏ប៉ុន្តែវាសនាអត់ដូចគ្នាទេណាញាតិញោមណាបើសិនជាយើងធ្វើបុណ្យបានច្រើនទៅយើងបានជួនទៅកើតទីដ៏ខ្ពង់ខ្ពស់ហើយបើសិនជាយើងធ្វើបុណ្យមិនបានច្រើនទេនឹងយើងអាចទៅកើតទៅទីដល់ណាមួយទៅតាមអំណាចនៃបុណ្យកុសលរបស់យើងចឹងទៅក៏ប៉ុន្តែញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយើងទាំងអស់តាមអាត្មាភាពដឹងគឺសិតតែជាអ្នកបុណ្យអ្នកធម៌អ្នកអ្នកចេះអ្នកដឹងធ្វើទានមានចិត្តសទ្ធាមិនថារដូវចូលឆ្នាំមិនថារដូវជុំបិណ្ឌឬមួយក៏ពេលណាវេលាណាទេគឺភាគច្រើនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបានជួយធ្វើបុណ្យធ្វើទានបានច្រើនណាស់ក៏ចឹងទេនោះសង្ឃឹមថាបុណ្យកុសលនេះនឹងជួយញាតិញោមហើយក៏បានសម្រេចទៅដល់ញោមស្រីឧបាសិកាកងនាំទាំងអស់គ្នាសូមអនុមោទនាអញ្ចឹងនឹងបុណ្យសម្រាប់អ្នកស្លាប់ណាញាតិញោមណាក៏ប៉ុន្តែមិនមែនឮលោកនរាទេសនាថាធ្វើបុណ្យជាមួយអ្នកស្លាប់ធ្វើបុណ្យជាមួយអ្នកស្លាប់ញាតិញោមគិតថាចាំម៉ែស្លាប់សិនចាំធ្វើបុណ្យចាំឪស្លាប់សិនចាំធ្វើបុណ្យអត់ទេណាញាតិញោមណាបើសិនជាយើងមានម៉ែមានឪនៅរស់ញាតិញោមធ្វើបុណ្យជាមួយគាត់ចោះគឺជាសំណាងមួយដល់ឧត្តមណាដោយសារតែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាម្ដាយឪពុករបស់យើងនេះគឺជាព្រះទី1ហើយគឺជាព្រះពិតប្រាកដរបស់កូនប្រុសកូនស្រីលោកសម្ដែងទៀតថាអត់មានព្រះណាល្អដូចព្រះម៉ែអត់មានព្រះណាល្អដូចព្រះឪទេព្រះម៉ែព្រះឪនេះហើយគឺជាព្រះពិតប្រាកដរបស់កូនប្រុសកូនស្រីកូនប្រុសស្រីណាបានធ្វើបុណ្យបានធ្វើទានជាមួយម៉ែជាមួយឪនេះដូចធ្វើបុណ្យជាមួយព្រះអញ្ចឹងហើយបើសិនជាយើងនិយាយពីធនាគារបុណ្យគឺម៉ែគឺឪនឹងហើយបើយើងនិយាយអំពីឃ្លាំងបុណ្យគឺម៉ែគឺឪនឹងហើយបើសិនជាកូនប្រុសស្រីណាបានថ្វាយបង្គំលើកដៃសំពះជូនបាយជូនទឹកក្នុងចំណែកផ្គត់ផ្គង់ដោយបច្ច័យ4ចំពោះម៉ែចំពោះឪនោះបុណ្យកុសលនឹងបានច្រើនណាស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសស្មើនឹងធ្វើបុណ្យជាមួយនឹងព្រះស្មើនឹងធ្វើបុណ្យជាមួយនឹងព្រះអរហន្តចឹងហើយបានតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទៀតថាកូនប្រុសស្រីណាបានបំពេញទានមានចិត្តសទ្ធាជាមួយម៉ែជាមួយឪមិនថានៅមានជីវិតស្រស់រស់នៅទេពេលដែលញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបានលាចាកលោកនេះទៅរមែងបានកើតនៅទីដ៏ខ្ពង់ខ្ពស់ដោយអំណាចដឹងគុណម៉ែដឹងគុណឪនឹងកុសលផលបុណ្យទៅជាតិខាងមុខហើយបើយើងនិយាយអំពីបច្ចុប្បន្នជាតិកូនប្រុសស្រីណាដឹងគុណម៉ែដឹងគុណឪអត់សយប់ទេអញ្ជើញធ្វើការងារទីចិត្តទីឆ្ងាយតែងតែមានគេអាណិតតែងតែមានគេស្រឡាញ់តែងតែមានគេអសូរតែងតែមានគេរាប់អានតែងតែមានគេយកអាសាតែងតែមានទេវតាតាមជួយបើកផ្លូវមើលថែញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសជានិច្ចដោយអំណាចនៃការដឹងគុណម៉ែដោយអំណាចនៃការដឹងគុណឪព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាយោមាតរាំងបេតរាំងវាមិនចោធម្មេនបោសតេអ៊ីថេវណាំងបតាំងតន្តេបញ្ចសកេប្រមោតតេកូនប្រុសស្រីណាចិញ្ចឹមនៅមេត្តាក្តីចិញ្ចឹមនៅមេត្តាក្តីកូនប្រុសស្រីនោះរមែងបានអានិសង្ឃបច្ចុប្បន្នគឺមានញាតិមិត្តបងប្អូនកូនចៅគេអាណិតគេស្រឡាញ់គេរាប់អានច្រើនពេលដែលស្លាប់ទៅរមែងបានទៅកើតនៅទីដ៏ខ្ពង់ខ្ពស់
ហើយបើសិនជាយើងពិចារណាអំពីគុណម៉ែអំពីគុណឪទៀតញាតិញោមសាគិតមើលទៅថាតើមានព្រះណាមកពរផ្ទៃយើងក្រៅពីម៉ែរយៈពេល1វិនាទីរហូតដល់9ខែ10ថ្ងៃគឺមានតែម៉ែទេណាញាតិញោមណាម៉ែពរផ្ទៃកូនប្រុសម៉ែពរផ្ទៃកូនស្រីម៉ែត្រូវតមចំណីអាហារម៉ែត្រូវតមកិច្ចការងារម៉ែត្រូវធ្វើកិច្ចការងារណាមួយប្រុងប្រយ័ត្នបំផុតខ្លាចប៉ះពាល់សុខភាពកូននៅក្នុងផ្ទៃម៉ែលះបង់សពគ្រប់បែបយ៉ាងទាំងអស់ឪពុកលះបង់សពគ្រប់យ៉ាងទាំងអស់ដើម្បីកូនប្រុសកូនស្រីប៉ុណ្ណឹងអត់ទាន់គ្រប់ទេឪពុកដឹងថាភរិយាមានផ្ទៃពោះខិតខំប្រឹងប្រែងធ្វើកិច្ចការងារកាប់គាស់រាស់ស្ទូងធ្វើស្រែចម្ការច្បារដំណាំដាំដុះដាំស្ពៃដាំកសក់ធ្វើការសំណង់រោងចក្រសហគ្រាសត្រូវគេជេរត្រូវគេស្ដីត្រូវគេថាត្រូវគេប្រមាថត្រូវគេមើងងាយបែកញើសហូរញើសបែកឈាមហូរឈាមក្រោមខ្យល់ក្រោមក្តៅក្រោមភ្លៀងយ៉ាងណាក្តីក៏លោកខិតខំប្រឹងប្រែងធ្វើដើម្បីកូនប្រុសដើម្បីកូនស្រីដើម្បីក្រុមគ្រួសារប៉ុណ្ណឹងអត់ទាន់គ្រប់ទេបើយើងនិយាយអំពីម៉ែពេលដែលបន្ទោនកូនប្រុសកូនស្រីមកពាក្យចាស់បុរាណលោកឲ្យឈ្មោះថាឆ្លងទលេអញ្ចឹងពាក្យថាឆ្លងទលេនេះគឺមិនមែនស្រួលដូចយើងឆ្លងព្រែកគឺមិនមែនស្រួលដូចយើងឆ្លងអូឆ្លងប៊ីឆ្លងកន្លែងឆ្លងបឹងទេណាញាតិញោមណាពាក្យថាឆ្លងទលេនេះគឺយកជីវិតទៅបដូរជួនកាលឆ្លងផុតម៉ែនៅកូនជួនកាលឆ្លងផុតកូននៅម៉ែជួនកាលឆ្លងផុតទាំងម៉ែជួនកាលឆ្លងផុតទាំងកូនពេលខ្លះឆ្លងទលេសម័យនោះអត់មែនដូចសម័យយើងមានពេទ្យមានថ្នាំចាក់សម្រួលការឈឺចុកចាបមានទឹកកកស្អំឬមួយក៏មានរបស់មានរបរសម្ភារៈគ្រប់គ្រាន់ទេបើនិយាយអំពីសម័យញោមម៉ែនៅពីមុខកាលពី10ឆ្នាំមុន20ឆ្នាំមុន30ឆ្នាំមុនឡើងទៅកាលពីសម័យនោះមិនទៅមានពេទ្យទេគឺមានតាយីមកឬមួយក៏លោកតាមកនឹងទម្រាំនឹងរកបានដើររកពីវិភពមករកបានទម្រាំនឹងមកដល់ម៉ែនេះឈឺពោះបែកញើសប៉ិនគ្រាប់ពោតស្ទើរតែបាត់បង់អាយុជីវិតម្ដងស្លាប់ម្ដងបាត់ទៅហើយពេលដែលបន្ទោកូនចេញមកនោះម៉ែពិបាកណាស់ម៉ែឈឺណាស់ម៉ែវេទនាណាស់ក៏ប៉ុន្តែម៉ែនៅតែទ្រាំដើម្បីបន្ទោកូនប្រុសកូនស្រីដោយសេចក្តីសប្បាយចិត្តនៅគណៈពេលដែលឮសំឡេងកូនយំនៅគណៈពេលដែលបានអោបថើកូននៅគណៈពេលដែលបានបំបៅដោះកូនម៉ែហាក់បីដូចជាសប្បាយចិត្តឡើងវិញម៉ែហាក់បីដូចជាមានសង្ឃឹមឡើងវិញម៉ែហាក់បីដូចជាគិតថាពិភពលោកនេះស្រស់ស្រាយសម្រាប់ម៉ែឡើងវិញប៉ុណ្ណឹងអត់ទាន់គ្រប់គ្រាន់ទេសម័យមុននោះគេត្រូវយកម៉ែទៅដាក់លើក្រែដុតភ្លើងពីក្រោមអាំងដូចត្រីងៀតអញ្ចឹងដើម្បីសម្រួលតសៃតសងម៉ែដើម្បីឲ្យម៉ែមានសុខភាពល្អដើម្បីឲ្យម៉ែមានទឹកដោះច្រើនសម្រាប់បំបៅកូនប្រុសបំបៅកូនស្រីបើសម័យយើងបច្ចុប្បន្នមានថ្នាំចាក់សម្រួលតសៃតសងមានទឹកកកស្អំអីចឹងទៅក៏ប៉ុន្តែសម័យនោះអត់ទេតាមអាត្មាភាពដឹងហើយក៏ដូចជាបានស្ដាប់លោកយាយគាត់រៀបរាប់ប្រាប់ខ្លះនោះពេលខ្លះខែនេះគឺខែច្រូតកាត់ពេលខ្លះបន្ទោកូនចេញមកមិនបានមួយអាទិត្យពីរអាទិត្យផងក៏ទាញក្ដៀវទៅច្រូតទៅកាត់ទៅបត់ទៅបែនដើម្បីបានស្រូវបានអង្គមកចិញ្ចឹមកូនប្រុសកូនស្រីទាំងសរសៃខ្ចីទៀតក៏មានដែរប៉ុណ្ណឹងអត់ទាន់គ្រប់គ្រាន់ទេម៉ែត្រូវចិញ្ចឹមកូនប្រុសកូនស្រីដោយសេចក្តីស្រឡាញ់ដោយការយកចិត្តទុកដាក់បើសិនជាយើងនិយាយអំពីការឈឺស្កាត់កូនប្រុសស្រីឈឺយប់ម៉ែឪមើលយប់កូនប្រុសស្រីឈឺថ្ងៃម៉ែឪមើលថ្ងៃពេលខ្លះមើលហើយមើលទៀតមើលអស់លុយអស់កាសលក់របស់លក់របរលក់ដីលក់ស្រែដើម្បីមើលកូនប្រុសកូនស្រីមើលមិនជាត្រូវខ្ចីបលខ្ចីលុយខ្ចីកាសអ្នកស្រុកអ្នកភូមិដើម្បីយកទៅព្យាបាលកូនប្រុសកូនស្រីទៀតក៏មានដែរឲ្យតែកូនមានជីវិតស្រស់រស់នៅគឺម៉ែឪហ៊ានលះបង់សពគ្រប់បែបយ៉ាងទាំងអស់ប៉ុណ្ណឹងអត់ទាន់គ្រប់ទេបើនិយាយអំពីការចិញ្ចឹមកូនញាតិញោមសាពិចារណាមើលទៅថាតើមានព្រះណាមកបញ្ចុកបាយយើងក្រៅពីម៉ែទេក្រៅពីឪទេតើមានព្រះណាមកមើលថែយើងក្រៅពីម៉ែក្រៅពីឪទេអត់មានទេណាញាតិញោមណាបើយើងនិយាយអំពីការបញ្ចុកបាយកូនតាំងពីកន្លះសព្រារហូតដល់ 3-4 ចានងូតទឹកឲ្យកូនតាំងពីកន្លះបតលរហូតដល់ 3-4 ប៉ោតទិញសម្លៀកបំពាក់ឲ្យកូនស្រីពាក់តាំងពី1កំភ្លេរហូតទៅដល់រាប់មិនអស់បើនិយាយអំពីការមើលថែកូនប្រុសកូនស្រីគាត់ទៅវត្តគាត់ទៅវាគាត់ទៅផ្សារទិញម្ហូបទិញអាហារទិញនំចំណីត្រីសាច់បានរបស់ឆ្ងាញ់ពេលខ្លះមិនហ៊ានហូបខ្លួនឯងទេសពចិត្តលះគេលះឯងលះតាមជេយកសែងលះតាមជេយកម៉ាយកមកដល់ផ្ទះឲ្យកូនប្រុសកូនស្រីហូបពិសាមុនកូនប្រុសកូនស្រីហូបពិសារបស់ឆ្ងាញ់នោះសល់តិចតួចម៉ែឪហូបតាមក្រោយក៏មានដែរពេលខ្លះម៉ែ
ម៉ែឪខាងស្រីជេរថាកូនប្រុសកូនស្រីក៏ប៉ុន្តែនៅក្នុងចិត្តរបស់គាត់នោះគឺចង់ឲ្យកូនល្អចង់ឲ្យកូនស្អាតចង់ឲ្យកូនត្រឹមត្រូវដោយពាក្យមួយគេថាម៉ែឪជេរស្ដីកូនប្រុសស្រីយ៉ាងណាក៏គាត់នៅតែក្របាយឲ្យកូនហូបម៉ែឪជេរស្ដីថាឲ្យកូនប្រុសស្រីយ៉ាងណាក៏គាត់ចង់ឲ្យកូនល្អម៉ែឪខាងស្ដីជេរថាឲ្យកូនប្រុសស្រីយ៉ាងណាក៏គាត់ចង់ឲ្យកូនមានបានម៉ែឪខាងស្ដីជេរថាកូនប្រុសស្រីយ៉ាងណាក៏គាត់ចង់ឃើញកូនប្រុសស្រីរីកចម្រើនពេលខ្លះគាត់អន់ចិត្តពេលខ្លះគាត់លួចពូនសម្រក់ទឹកភ្នែកម្នាក់ឯងតូចចិត្តក៏មានដែរញាតិញោមជាពុទ្ធបរិស័ទត្រូវប្រុសសាពិចារណាមើលទៀតទៅថាយើងអត់អាចរកព្រះណាល្អដូចម៉ែអត់រកព្រះណាល្អដូចឪរបស់យើងបានទេកូនប្រុសស្រីមិនថាតូចក្តីមិនថាធំក្តីជួបបញ្ហាជួបឧបសគ្គយ៉ាងណាក៏ដោយម៉ែឪគ្មានទេក៏ប៉ុន្តែសុខចិត្តខ្ចីគេឬមួយតែយករបស់របរដែលខ្លួនឯងបានសន្សំតិចតួចអង្គសព្រៃនំចំណីត្រីសាច់ដឹងថាកូនក្រដឹងថាកូនលំបាកដឹងថាកូនជួបបញ្ហាជួបឧបសគ្គគាត់យកលក្ខគេលក្ខឯងយកទៅជួយកូនប្រុសកូនស្រីព្រះនឹងហើយគឺយើងមិនចាំបាច់បន់ស្រន់ទេឲ្យតែដឹងយើងលំបាកគឺទៅជួយតែហ្មងណាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសណាហើយម៉ែឪនេះគឺជាថ្នាំមួយដ៏ប្រសើរសម្រាប់កូនប្រុសស្រីគឺជាថ្នាំមួយដ៏ល្អសម្រាប់កូនប្រុសស្រីថ្នាំនឹងយ៉ាងម៉េចញាតិញោមសាពិចារណាអញ្ចេះកាលពីយើងនៅតូចជុកភ័យជុកព្រួយជុកឧបសគ្គឬមួយក៏មានគេលងគេប្រឡាយគេបំភ័យយើងតែងតែស្រែករកម៉ែស្រែករកឪរហូតដល់ធំពេលឈឺពេលស្កាត់ពេលជុកលំបាកជួបបញ្ហាគឺយើងនឹកនាម៉ែឪមុនគេបានម៉ែបានឪទៅចិត្តបានម៉ែបានឪទៅមើលបានទៅថែគឺយើងហាក់បីដូចជាសប្បាយចិត្តហាក់បីដូចជាមានភាពកក់ក្ដៅណាស់នៅក្នុងដំណើរជីវិតយ៉ាងណាមិញម៉ែឪក៏អញ្ចឹងដែរពេលដែលគាត់ចាស់ទៅបើសិនជាកូនប្រុសស្រីជួយធ្វើការងារទីឆ្ងាយហើយញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានតែមកសួររកម៉ែបានតែមកសួររកឪសួរសុខទុក្ខម៉ែតែសួរសុខទុក្ខឪពេលយប់ពេលអាត្រៀតសួរគាត់ពិសាបាយនៅហូបបាយនៅសម្រាននៅសុខភាពល្អអស់ពិតណាស់គាត់មានភាពកក់ក្ដៅណាស់គាត់សប្បាយចិត្តណាស់គាត់រីករាយណាស់ហើយគាត់មានស្នាមញញឹមដោយសេចក្តីអាណិតស្រឡាញ់ចំពោះកូនប្រុសស្រីផងដោយសេចក្តីត្រេកអរពេលដែលឃើញកូនប្រុសស្រីមានធម៌កតញ្ញូកតវេទីចំពោះគាត់ផងចឹងញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបើសិនជាយើងមានម៉ែបើសិនជាយើងមានឪនៅមានជីវិតស្រស់រស់នៅញាតិញោមជួយធ្វើបុណ្យទៅហើយបានបុណ្យបានកុសលច្រើនមែនទែនបានបុណ្យបានកុសលនឹងឃើញផ្ទាល់ភ្នែកយ៉ាងម៉េចឧទាហរណ៍ថាញាតិញោមមានបាយមានសម្លរៀបចំជូនគាត់ហូបពិសាឆ្ងាញ់ឃើញគាត់ហូបតែហ្មងឆ្ងាញ់មិនឆ្ងាញ់ឆ្អែតមិនឆ្អែតញាតិញោមអាចថែមថយជូនគាត់បានញាតិញោមមានខោអាវស្អាតជូនគាត់ស្រីពាក់ហូលកំពុងអាវប៉ាក់ស្បៃពានាខោសខោសខោជាវអាវសឬមួយតែរបស់របរសម្ភារៈជ័យវរៈបច្ច័យនឹងជូនគាត់ឃើញគាត់ស្រីពាក់ឃើញគាត់ស្អាតតែម្ដងសមមិនតំល្អមិនល្អយើងអាចថែមថយបានញាតិញោមជូនគាត់ទៅកន្លែងសប្បាយចិត្តរីករាយញាតិញោមជូនគាត់ទៅកន្លែងរមណីយដ្ឋាននេះហូបនោះញាតិញោមឃើញស្នាមញញឹមរបស់គាត់តែម្ដងញាតិញោមជូនលុយជូនកាក់គាត់ឃើញគាត់ចាយឃើញគាត់វាយឃើញគាត់ទៅវត្តឃើញគាត់ទៅវ៉ាឃើញគាត់ទៅផ្សារទិញម្ហូបទិញអាហារទិញនំចំណីត្រីសាច់ហូបពិសាតែម្ដងណាញាតិញោមណាហើយបានបុណ្យបានកុសលឃើញផ្ទាល់នឹងភ្នែកតែម្ដងសូមអនុមោទនាអស់ពេលច្រើនខែម៉ែពកដី9ខែ10ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមាសមេប្រឹងថ្នមប្រឹងខែបុតចរណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្ពឹកស្រពួនអស់ជើងដៃវិលមកចំក្អួតស្ទើររាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបក៏មិនបានសម្រានមិនលក់ប្រានម៉ែដង្ហក់ស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរតែបែកម៉ែមិនបានដេកព្រោះតែកូនពុកជារស្មីនៃជីវិតកូនពុកតែងថែធូនបុតធ្ងន់ចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបុតថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាស់ពុកគឺជាព្រះតែជួយការពារពុកខំក្រងកូនគ្រប់ពេលវេលាពុកទុកក្រងគ្រាកាយាអំពុលពុកអើយពុកល្អនឹងកូនម្លេះ
ពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុតធ្ងន់និមលពុកតែងខ្វាយខ្វល់ដល់កូនគ្រប់គ្នាគូអតូចចិត្តអាណិតម៉ែអស់5 4ខែម៉ែពកដីស៊ូទ្រាំចាញ់គល់ញ័រហត់ហៃអាស្រ័យបុតគ្នាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកបដិចមិញអត់បាកិតតឹងតឹងឲ្យតែខែមកចិត្តពិតចង់ឃើញបុតពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហុឧបម័យស្ទើរផុតជីវិតចាកលោកីវិស័យមច្ចរាជមកប្រងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំសាក់តាមទ្រូងម៉ែឲ្យលហែពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេលបីបងលងប្រណិតឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដល់ខ្លាស្អាតសូមអនុមោទនាញាតិញោមអើយស្ដាប់តនទេបងតនដល់ម៉ោងចប់ណាញាតិញោមណាឃើញថាពេលវេលា25នាទីចូល30នាទីល្មមណាញាតិញោមណាហើយជាទម្លាប់របស់អង្គខ្ញុំបកណាអាត្មាភាពគឺសម្ដែងធម៌ទេសនាត្រឹមតែរយៈពេល25នាទីឬមួយក៏30នាទីនឹងឯងណាញាតិញោមណាតាមក៏ពិតទៅមិនមែនមិនចង់ទេសធម៌វែងទេក៏មិនតែអត់ចេះដល់ពេលអត់ចេះមិនដឹងទេសធម៌អីមានតែទេសធម៌ខ្លីៗលោកលេងទៅតាមពេលវេលាមើលញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងផងក្រែងលោញាតិញោមគិតថាមួនលោកមករៀនមកទេសនាចេះតែទេសនាទេសយូរហើយទេសមិនកើតស្ដាប់មិនបានទៀតថ្ងៃក្រោយស្បត់លែងមួនលោកនឹងទេសដាច់ជើងលោកទៀតណាញាតិញោមណាចឹងហើយបានតែអាត្មាភាពទេសនាលោកលេងមើលតាមញាតិញោមដែរហើយណាមួយនោះតាមក៏ពិតទៅពធទេសនាវែងឬខ្លីគឺមិនមែនអាស្រ័យលើអាត្មាភាពអ្នកទេសទាំងស្រុងទេណាញាតិញោមណាគឺអាស្រ័យលើញាតិញោមយើងអ្នកស្ដាប់បើសិនជាញាតិញោមស្ដាប់បានមួយគាថាពីរគាថាមួយម៉ាត់ពីរម៉ាត់ជាបុណ្យជាកុសលរបស់ញាតិញោមទាំងអស់គ្នាហើយបើសិនជាអាត្មាភាពទេសនាវែងហើយញាតិញោមធុញទ្រាន់ញាតិញោមចុកដៃចុកជើងចុកចង្កេះចុកឆ្អឹងចុកខ្នងទៀតស្ដាប់ធម៌ក៏មិនបានថ្ងៃក្រោយគ្រាន់តែលឺលោកនៅរៀនទេសសូមលាមុនហើយណាញាតិញោមណាចឹងហើយបុណ្យកុសលក៏មិនទៅបានហើយអាត្មាភាពថ្ងៃក្រោយក៏ពិបាកទេសនាជូនញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងទៀតអញ្ចឹងគិតថាប៉ុណ្ណេះគឺសមល្មមសម្រាប់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងទាំងអស់គ្នាហើយណាញាតិញោមណោះសង្ឃឹមថាស្ដាប់បានទាំងអស់គ្នាណាញាតិញោមហើយធម៌នៅក្នុងពេលនេះបើសរុបសេចក្តីមកគឺមាន2ទី1គឺបុណ្យសម្រាប់អ្នកស្លាប់ទី2គឺបុណ្យសម្រាប់អ្នកនៅរស់អញ្ចឹងបុណ្យសម្រាប់អ្នកស្លាប់ដោយអាត្មាភាពជម្រាបជូនពីដំបូងអញ្ចឹងអត់ពិបាកទេបើសិនជាញាតិញោមនឹកមានឹកម៉ែនឹកឪនឹកបងនឹកប្អូននឹកកូននឹកចៅដែលគាត់ស្លាប់ទៅហើយញាតិញោមនឹកឃើញថាកាលពីគាត់នៅរស់ពាក់ហូលប្រមងអាវប៉ាក់ស្បៃពានាស្អាតណាពាក់ខោខៀវអាវសស្អាតណាឬមួយតែពាក់សម្លៀកបំពាក់នេះសម្លៀកបំពាក់នោះស្អាតណាឬមួយក៏ម៉ែចូលចិត្តហូបសម្លកកូរម៉ែចូលចិត្តហូបសម្លឆាសម្លស្ងោរសម្លជីនអីហ្នឹងញាតិញោមអញ្ជើញធ្វើសម្លទិញសម្ភារៈទាំងអស់នោះហើយអញ្ជើញទៅធ្វើតាមរយៈអ្នកដែលមានសិលមានព្រះសង្ឃនិងលោកគ្រូធម្មអាចារ្យដោយលោកគ្រូធម្មអាចារ្យគ្រប់ប្រានអញ្ចឹងញាតិញោមឃើញគាត់ដឹកនាំកម្មវិធីបោះបន់ដឹកនាំកម្មវិធីបន់របស់ញាតិញោមហត់នឿយញាតិញោមអញ្ជើញជូនទឹកក្តៅទឹកត្រជាក់ភេសជ្ជៈជូនគាត់ហូបពិសាបាយទឹកនំចំណីត្រីសាច់ផ្ដល់ស្នាមញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ក្តីស្រឡាញ់ដល់គាត់បានបុណ្យបានកុសលដល់អ្នកស្លាប់ដូចគ្នាដោយនៅក្នុងសម័យពុទ្ធកាលនាងវិមាននេះក៏ប្រែគេធ្វើបុណ្យជូននាងតាមរយៈលោកគ្រូធម្មអាចារ្យលោកគ្រូធម្មអាចារ្យលោកមានសិលលោកឧទ្ទិសលោកវេលោកឲ្យបុណ្យឲ្យកុសលនឹងបានសម្រេចទៅដល់នាងវិមាននេះក៏ប្រែដោយអំណាចនៃបុណ្យកុសលរបស់លោកគ្រូធម្មអាចារ្យធ្វើតាមរយៈលោកគ្រូធម្មអាចារ្យញាតិញោមធ្វើតាមរយៈព្រះសង្ឃដោយនៅក្នុងថ្ងៃនេះគឺមានទាំងអមិសទានផងនិងមានធម្មទានផងអញ្ចឹងល្ងាចនេះធម្មទានព្រឹកឡើងអមិសទានញាតិញោមមានការប្រគេនចង្ហាន់វត្តជើនដល់ព្រះសង្ឃអីចឹងទៅនឹងជាបុណ្យជាកុសលសម្រាប់អ្នកស្លាប់ហើយបើសិនជាបុណ្យកុសលសម្រាប់អ្នកនៅរស់អត់ពិបាកទេណាញាតិញោមណាដោយអាត្មាភាពជម្រាបជូនមិនអញ្ចឹងញាតិញោមមានម៉ែមានឪនៅរស់ម៉ែឪគឺជាឃ្លាំងបុណ្យហើយគឺជាធនាគារបុណ្យរបស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសតែម្ដងញាតិញោមគោរពបូជាថ្វាយបង្គំជូនបាយជូនទឹកនំចំណីត្រីសាច់គាត់ហូបពិសាឃើញគាត់ហូបហើយជូនសម្លៀកបំពាក់គាត់ស្រីពាក់ឃើញគាត់ស្រីពាក់ហើយផ្ដល់ស្នាមញញឹមផ្ដល់ក្តីស្រឡាញ់ជូនគាត់គឺឃើញគាត់
មានស្នាមញញឹមមានក្តីស្រឡាញ់ហើយណាញាតិញោមណោះតែធម៌ទាំងអស់នេះពេលខ្លះមិនចាំបាច់អាត្មាភាពសម្ដែងធម៌ទេសនាក៏ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងចេះដែរណាញាតិញោមណោះដោយសារតែញាតិញោមសត្វតែជាអ្នកធម៌អ្នកអាអ្នកចេះអ្នកដឹងនៅក្នុងពុទ្ធសាសនាហើយញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទាំងអស់គឺដូចជាអ្នកមានគុណទី2របស់អង្គខ្ញុំបកណាអាត្មាភាពអញ្ចឹងគឺញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសតែងតែអាណិតស្រឡាញ់បាននិមន្តចូលរួមកម្មវិធីបុណ្យញាតិញោមនានាមិនថាបុណ្យបច្ច័យ4តក្កណានុបទានជាវនកិច្ចឬមួយក៏ផតតាដាបានសកលសូត្រ4ទេគឺញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសតែងតែអាណិតស្រឡាញ់និមន្តចូលរួមអញ្ចឹងទៅនោះអាត្មាភាពបុស្សរៀងរយៈពេល14ឆ្នាំ15ឆ្នាំនេះគឺឃើញថាញាតិញោមយើងសាស្ត្រតែជាអ្នកធម៌អ្នកអាអ្នកចេះអ្នកដឹងនៅក្នុងសំណាក់ពុទ្ធសាសនាហើយញាតិញោមអញ្ចឹងមុននឹងបញ្ចប់ធម៌ទេសនានៅក្នុងពេលនេះអង្គខ្ញុំបកណាអាត្មាភាពក៏សូមពមៈប្រមូលកងការមហាជាកសលដែលកើតចេញអំពីសំណាក់លោកគ្រូធម្មអាចារ្យលោកគ្រូគឺជាគ្រូរបស់អង្គខ្ញុំបកណាអាត្មាភាពក៏ដូចជាញោមប្រុសដែលត្រូវជាស្វាមីព្រមទាំងកូនប្រុសស្រីញាតិមិត្តប្រុសស្រីបងប្អូនប្រុសស្រីអ៊ំពូមាមីងលោកយាយលោកតាទាំងអស់ដែលបានថ្វាយកាយវិចារចិត្តផ្ដិតអារម្មណ៍លើកដៃសំពះស្ដាប់ពធទេសនាមានបច្ច័យបូជាពធទេសនាជាដើមនេះសូមបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានសម្រេចទៅដល់ញោមស្រីឧបាសិកាកងណនព្រមទាំងបុព្វការីជួនទាំង7សន្តានរបស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសសូមលោកអញ្ជើញទទួលអនុមោទនាបុណ្យកុសលពីសំណាក់ស្មាមីបងប្អូនកូនចៅញាតិមិត្តប្រុសស្រីហើយសូមទៅសោយសុខនៅឋានបរមសុខសោយសុខហើយសូមបែបភ័ក្រងារក្រោយបន្តជូនពរជ័យសិរីសួស្តីដល់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសសូមបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយមួយចំណែកលើទៀតអង្គខ្ញុំបកណាអាត្មាភាពព្រះភិក្ខុរៀននរាក៏សូមមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់លោកគ្រូធម្មអាចារ្យលោកគ្រូដូចជាគ្រូរបស់អង្គខ្ញុំបកណាអាត្មាភាពមិនចាំបាច់ទេក៏លោកចេះដែរក៏ដូចជាសូមមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសលោកយាយលោកតាអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសទាំងអស់ដែលមានវត្តមាននៅក្នុងមហារោងបុណ្យក៏ដូចជាឮតាមសម្លេងឃោសនាសាស្ត្រហៅថាសម្លេងមីក្រូបើសិនជាអង្គខ្ញុំបកណាអាត្មាភាពព្រះភិក្ខុរៀននរាសម្ដែងធម៌ទេសនាទៅជ្រុលជ្រោះរូបពាក្យសម្ដីនិយាយស្ដីមិនគប្បីខុសនៅភាសាបាលីជញ្ជនៈត្រង់កន្លែងណាមួយនោះក៏សូមមេត្តាខន្តីអភ័យអត់ទោសទាំងអស់គ្នាផងណាញាតិញោមណោះញោមអើយញាតិញោមបានត្រូវយកចោលហើយបង្ខំទម្លាក់ចោលតាមវាលតាមស្រែទាំងអស់ទៅណាញាតិញោមណោះមិនចាំបាច់យកទៅដល់ផ្ទះទេហើយបើសិនជាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានស្ដាប់ធម៌លោកនរាស្ដាប់ពីមុនមកធ្លាប់ដឹងហើយណាញាតិញោមណោះលោកនរានឹងស៊ីចូលទេទេសនាបរោះមិនបរោះអីបានញាតិញោមសរសើរថាបរោះនឹងសប្បាយចិត្តណាស្ដាប់បានមិនបានអីបានញាតិញោមសរសើរថាស្ដាប់បាននឹងកាន់តែសប្បាយចិត្តទៀតដល់វត្តវិញខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រែងលោថ្ងៃក្រោយមានឱកាសបានទេសនាជូនញាតិញោមយើងស្ដាប់ទៀតណាញាតិញោមណោះតែប្រយ័ត្នតែទេសនាចុះពីលើក្រែមិនទាន់ផុតចេញពីផ្ទះញាតិញោមមិនទាន់រួចញាតិញោមថាលោកនរាទេសនាមិនកើតស្ដាប់មិនបានទេថ្ងៃក្រោយស្បត់លែងមួនលោកនឹងមកទេសហើយឮប៉ុណ្ណឹងដល់វត្តវិញអន់ចិត្តសូមម៉ែសក្បាត់ណាញាតិញោមណាចឹងចេះតែបញ្ចូលលោកទៅក្រែងលោកថ្ងៃក្រោយមានឱកាសមានពេលមានវេលាបានទេសនាជូនញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទៀតហើយណាមួយអាត្មាភាពបសានៅខ្ចីវ័យនៅក្មេងសំឡេងមិនទៅល្អធម៌មិនទៅល្អិតចិត្តមិនចង់ល្អ៊ីងរៀនបានតិចផ្លេចពីច្រើនមកខ្លែងសម្ដែងធម៌ទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសនៅក្នុងគណៈពេលនេះដឹងខ្លួនឯងច្បាស់ត្រូវខ្លះខុសខ្លះអញ្ចឹងទៅនោះបើសិនជាយ៉ាងណាជាយ៉ាងណាក៏សូមមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់ញាតិញោមហើយអង្គខ្ញុំបកណាអាត្មាភាពចាត់ទុកញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទាំងអស់ដូចជាម្ដាយឪពុកទី2របស់អង្គខ្ញុំបកណាអាត្មាភាពអញ្ចឹងទៅនោះប៉ិតណាស់ពាក្យថាម្ដាយឪពុកបើសិនជាកូននិយាយទៅខុសត្រូវអីតិចតួចមិនបកែមិនប្រកាន់ទេណាញាតិញោមណោះកាយកប់ត្រឡប់ជាន់ទាំងអស់គ្នាទៅហើយសង្ឃឹមថាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសនិងមេត្តាខន្តីអភ័យអត់ទោសដល់រូបអង្គខ្ញុំបកណាអាត្មាភាពហើយមួយចំណែកលើទៀតអង្គខ្ញុំបកណាអាត្មាភាពក៏សូមជូនពរជូនជ័យសិរីសួស្តីដល់លោកគ្រូធម្មអាចារ្យលោកយាយលោកតាអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសទាំងអស់នៅក្នុងថ្ងៃថ្មីនៅក្នុងខែថ្មីនៅក្នុងឆ្នាំថ្មីសំបកជួបប្រទេសនៅសិរី3ប្រការពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ5ប្រ
ការគឺអាយុវណ្ណៈសុភៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លៀនដោយសេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយសบายទាំងចិត្តដំណើរជីវិតបញ្ជូនទៅទីចិត្តទីឆ្ងាយសូមឲ្យមានគេអាណិតមានគេស្រឡាញ់មានគេអតោមានគេរាប់អានមានលុយមានកាសមានមាសមានប្រាក់ឲ្យបានតបការតបពលាតបប្រកបជួបប្រទេសនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានប្រសិនបើញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសមានចិត្តផងប្រាថ្នានៅសម្បត្តិណាមួយនោះសោក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនាអនុមោទនាខ្សោយញាតិញោមណាបែរជាចាញ់អាត្មាភាពអត់បានអីពេលល្ងាចផងណាញាតិញោមញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបើសិនជាអនុមោទនាឲ្យលឺជាងនឹងបន្តិចបានបុណ្យកាន់តែច្រើនដោយនៅក្នុងសម័យពុទ្ធកាលខោសតៈទេវបុត្រខោសកៈទេវបុត្រអនុមោទនាបុណ្យកុសលរបស់គាត់រៀងលឺជាងនឹងបន្តិចញាតិញោមនិយាយពីថាសម្លេងរបស់គាត់នឹងពីរោះមាត់របស់គាត់នឹងស្អាតនិយាយស្ដីទៅនរណាគេក៏គេចង់ស្ដាប់ក៏គេចង់លឺដែរចឹងហើយបានតែមានពាក្យមួយគេលេងសើចថាអញ្ចេះអនុមោទនាតិចបានបនប៉ុនផ្លែកសាំងអនុមោទនាខ្លាំងបានបនប៉ុនចង្អេញាតិញោមណាអនុមោទនាលឺជាងគេបានបនប៉ុនមាត់ទលេមុខវាំងសូមអនុមោទនាប៉ុណ្ណឹងក៏បុណ្យកុសលដែរណាញាតិញោមណាសូមអនុមោទនាបុណ្យជាបណកិច្ចរបស់ញោមស្រីឧបាសិកាកងនំសូមអនុមោទនាអញ្ញងសង្ខេបេនៈសមតាធម៌ទេសនាសម្ដែងដោយអង្គខ្ញុំប្រកាសណាអាត្មាភាពព្រះភិក្ខុរៀមនរាសន្មតថាចប់ដោយសង្ខេបបែបរៀងវែងអេវ៉ាំង